បងអូនទាំងអស់គ្នាអ្នកណាខ្លះចូលចិត្តញៀងខ្ញុំចូលចិត្តឆាបន្លែប៉ុន្តែអត់សូវចូលចិត្តដាក់សាច់ទេប៉ុន្តែយកសាច់មកញ៉ាំផ្ទាប់ជាមួយនឹងឆាបន្លែវិញដូចជាសាច់អាំងឬក៏សាច់ចៀនបងប្អូនអ្នកដែលធ្លាប់ញ៉ាំឯសាធ្វើញ៉ាំបាននាងខ្ញុំធានាលើរសជាតិគឺថាឆ្ងាញ់ហើយអ្វីដែលសំខាន់គឺយើងទទួលបានបន្លែបៃតងច្រើនមុខទៀតល្អមែនទែនចំពោះសុខភាពបងប្អូនទាំងអស់គ្នាចឹងកុំឲ្យខាត់ពេលយូរយើងទៅធ្វើទាំងអស់គ្នាចំពោះបន្លែនេះខ្ញុំមានការ៉ុតមានប្រូកូលីសណ្តែកហៅឡាំងតាវរួចហើយដាក់ខ្ទះឲ្យក្តៅដាក់ប៊ឺចូលមួយដុំបងប្អូនឆាជាមួយនឹងប្រេងក៏បានឆាប៊ឺកំប៉ុងក៏បានដែរខ្ញុំដាក់ប៊ឺនេះគឺថាឈ្ងុយបងប្អូនទាំងអស់គ្នាបន្ទាប់បានដាក់ខ្ទឹមសចូលរំលីងខ្ទឹមសឲ្យឡើងឈ្ងុយសិនមកខ្ទឹមឡើងឈ្ងុយហើយនេះខ្ញុំដាក់ការ៉ុតចូលរួចហើយឆាការ៉ុតឲ្យឡើងឆ្អិនសិនមកមុខម្ហូបនេះអត់រើសបន្លែទេបងប្អូនចូលចិត្តបន្លែដាក់បន្លែនឹងបានឃើញថាការ៉ុតចិត្តឆ្អិនហើយនេះខ្ញុំបានដាក់សណ្តែកហៅឡើងតាវចូលរួចហើយឆាសណ្តែកហើយនឹងការ៉ុតឲ្យចូលសព្វជាតិគ្នាល្អសិនមកឆារហូតដល់សណ្តែករបស់យើងឡើងរៀងសពប់តិចនេះខ្ញុំដាក់ប្រូកូលីចូលហើយគឺយើងឆាទៀតបងប្អូនទាំងអស់គ្នាដើម្បីឲ្យបន្លែរបស់យើងចូលជាតិបានល្អរួចហើយនេះខ្ញុំបានដាក់ម្សៅស៊ុបមួយចុងស្លាបព្រាបាយស្ករសមួយចុងស្លាបព្រាកាហ្វេអំបិលមួយចឹបឆាបន្លែយើងដាក់ផ្អែមពេកអត់ឆ្ងាញ់ទេបងប្អូនទាំងអស់គ្នារួចហើយនេះខ្ញុំបានដាក់ប្រេងខ្យងមួយស្លាបព្រាបាយចូលរួចហើយឆាបន្លែរបស់យើងឲ្យចូលសព្វជាមួយនឹងគ្រឿងបន្តិចសិននេះខ្ញុំបានដាក់ទឹកត្រីកន្លះស្លាបព្រាបាយចូលរួចហើយនេះខ្ញុំឆាបន្តិចទៀតដើម្បីចូលគ្រឿងល្អឃើញថាបន្លែរបស់យើងឆ្អិនហើយនេះខ្ញុំយកប៉ុណ្ណឹងគឺដាក់ចុះតែម្ដងបន្លែពណ៌បៃតងបើសិនជាឲ្យឆ្អិនពេកគឺអត់សូវឆ្ងាញ់ទេបងប្អូនទាំងអស់គ្នាហើយបើសិនជាបន្លែរបស់យើងឆ្អិនពេកពណ៌បន្លែរបស់យើងក៏អត់នៅបៃតងចឹងដែរបងប្អូនទាំងអស់គ្នាអញ្ចឹងគឺថាឆាបន្លែរបស់យើងគឺរួចរាល់ហើយដួសតបាយមកគឺបានញ៉ាំហើយលឿនទេតែមួយផ្លេតទៅគឺយើងបានញ៉ាំហើយអ្វីដែលសំខាន់ណាគឺយើងបានញ៉ាំបន្លែពណ៌បៃតងទៀតបងអូនចូលចិត្តបន្លែដាក់បន្លែហ្នឹងមកអត់ប្រកាន់ទេដាក់ស្ដាយប្រាំងក៏បានដាក់ពាំងប្រាំងក៏បាននិយាយទៅឲ្យតែបន្លែពណ៌បៃតងបងអូនទាំងអស់គ្នាគឺរសជាតិឆ្ងាញ់មែនតើអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់